khề chắc dương to tới chừng này bắt top tiệt tương chừng mùi nâng email với mình email bịa y nâng mau bị bịa tha electronic bà chắc việc mau bị tha electronic chắc mấy tha sum ឬក៏សារសម្បត្តិអេឡិចត្រូនិកបើ mail ជាសម្បត្តិសារសម្បត្តិយើងធម្មតាបាទជាกระดาษយើងដាក់តាមប៉ុស្តិ៍ប្រេសនីយ៍អីបញ្ជូនឲ្យគ្នាទៅវិញមកឯកសារហ្នឹងបាទហ្នឹង mail របស់យើងគេបញ្ជូនពីក្រុមហ៊ុនមួយទៅកាន់ក្រុមហ៊ុនមួយបាទឬក៏ពេលខ្លះនៅតាមផ្ទះក៏យើងមានប្រអប់សម្បត្តិបាទផ្ញើ mail ទៅកាន់គ្នាទៅវិញមកដូចគ្នាចឹងតែនេះគឺ electronic mail មានន័យថា mail ដែលនៅក្នុងមានតាមរយៈប្រព័ន្ធ electronic mail តាមប្រព័ន្ធ electronic អត់តាមកระดาษសម្បកខាងក្រៅចឹងចឹងemail គឺមានអឺក្រុមហ៊ុនច្រើនណាស់ Facebook ចឹងយើងលេងដល់ហើយត្រូវមានតែត្រូវមាន email មាន password ចឹងបើយើងអត់ទាន់មាន account ទេយើងត្រូវបង្កើត account សិនគ្រាន់តែនេះគឺលក្ខណៈបែបការងារបែប professional របស់គេបែបការងារបែបអាជីពចឹងគេមិនយកមិនលក្ខណៈលេងសើចអីដូច Facebook អីចឹងទេចឹងយើងយក create account មកចឹងគាត់នឹងពេញព័ត៌មានទូទៅខ្លីៗនេះអញ្ជើញកតុយរបស់វាគឺ @gmail.com ដូចយើងប្រើទូរស័ព្ទចឹងបើយើងប្រើរបស់ក្រុមហ៊ុនហ្នឹងចឹងឧទាហរណ៍បើប្រើរបស់ក្រុមហ៊ុន Cellcard ចឹងយើងត្រូវរើសក្បាលលេខរបស់ក្រុមហ៊ុន Cellcard 012 092 099 0អីចឹងទៅ011អីចឹងទៅចឹងអានេះដូចគ្នាបើយើងរើសយកក្រុមហ៊ុន Google ចឹងជំរើសរបស់យើងកតុយរបស់វាគឺត្រូវតែ @gmail.com ហើយគ្រាន់ដាក់ password មកហើយអានេះ rule នៅក្នុងការបំពេញគេបញ្ជាក់ប្រាប់គេកលឹះ tip ពួកនឹងបានអញ្ចឹងមានន័យថាប្រើនិមិត្តសញ្ញាផ្សេងអត់បានទេអញ្ចឹងយើងអាចប្រើតួអក្សរលេខហើយលាយជាមួយ full stop ហ្នឹងបាន password វិញនេះ rule របស់វាយ៉ាងហោចណាស់8តួអក្សរមានចាប់ពី8តួអក្សរឡើងទៅហើយគេលាយឡំជាមួយនឹងតួអក្សរលេខហើយនឹង symbol បាទចឹងមានតែយើងត្រូវលាយគ្នាប្រើទាំងអស់មានលេខផងមានអក្សរផងមាន symbol ផងហើយអក្សរបើមិនមានអក្សរតូចផងអក្សរធំផងកាន់តែល្អព្រោះវាទាមទារ password របស់យើង strong ឲ្យប្រវែងដើម្បី security ខ្ពស់សុវត្ថិភាពខ្ពស់ដាក់ស្រួលគឺចោលងាយស្រួល hack ចូលចុះក្រុមពេញទៅពេញតាមគេឧទាហរណ៍ឥឡូវមានអ្នកគេម្នាក់ពេញនឹងគេមិនទាន់មានគេឡើងបំពេញនេះមក
ឥឡូវអង្គុយនៅហ្នឹងក៏បានដែរកុំព្យូទ័រហ្នឹងកុំព្យូទ័រលេខ1គេបំពេញហ្នឹងបង្កើតយកមែនតើណាអ្នកផ្សេងទៀតមើលបំពេញតិចទៀតយើងពួកយើងអ្នកដែលអត់តមានធ្វើវាម្ដងចឹងអាហ្នឹងគ្រាន់តែបាទអាហ្នឹង username របស់យើងនេះ username ដែលយើងលេង Facebook ពេលហ្នឹងយើងត្រូវប្រើ username ហ្នឹងហើយនឹង password នេះចឹងឥឡូវយើងចង់ប្រើអាហ្នឹងឬក៏យើងយកជំរឿសរបស់គេ suggest ឲ្យនេះស្នើឲ្យនេះឬយើងចង់កែខ្លួនឯងកែទៅចុះប៉ុន្តែធ្វើម៉េចដាច់ខាតត្រូវតែអត់មានដូចគេមានន័យថាមកអ៊ីនធឺណិតហ្មងអត់មានតែគេដូចយើងមក Google ហ្នឹង2018បានដែរហើយសូមចាំ username ហើយនិង password តែយើងអត់មានអត់ឬក៏យើងភ្លេចចូលអត់កើតទេបង្កើតហើយយើងជ្រើអត់កើតដដែលទេឥឡូវយើងសាក click មកក្រោមសិនមកអញ្ចឹងវាអត់មាន load ក្រហមទេអញ្ចឹងមានន័យថាហ្នឹង available បាទបើយើង sign in មានតែយើងចូលយើងមានហើយយើងចូលតែបើយើង sign up មានតែយើងបង្កើតអញ្ចឹងចូល sign up ទៅហើយបង្កើតម្នាក់ម្ដងតតគ្រប់គ្នាទាំងអស់មាន email password បាទលាយវាឲ្យពិបាកប៉ុន្តែត្រូវចាំ password ហ្នឹងបាទវាយ password ម្ដងទៀតយើងមិនចេះដដែលហើយអាហ្នឹងគឺសំខាន់ទៀតលេខទូរស័ព្ទហ្នឹងវាជា security មួយការពារ account របស់យើងដែរពេលដែលយើងមានបញ្ហាគឺយើងពឹងលើវាដែរថ្ងៃខែឆ្នាំកំណើតអានេះមិនបាច់ពេញទេ recovery email មិនបាច់ពេញទេអញ្ចឹងពេញថ្ងៃខែឆ្នាំកំណើត birthday ហើយតិចទៀតពួកយើងអ្នកបង្កើតម្ដងខ្ញុំនឹងផ្ដាច់ឲ្យពួកយើងបង្កើតទៅតាមកុំព្យូទ័រណាដែលបើកអ៊ីនធឺណិតចេញអត់អីដាក់វាយតទៀតទៅតរហូតដល់ចប់អញ្ចឹងវានឹង send លេខទូរស័ព្ទ send លេខកូដមកកាន់ទូរស័ព្ទដៃរបស់យើងហើយដើម្បីបញ្ជាក់ថាទូរស័ព្ទហ្នឹងពិតជាទូរស័ព្ទរបស់យើងអញ្ចឹងយើងចុច send ទៅយើងមើលលេខដៃរបស់យើង message គេ send លេខអីមកយើងវាយលេខហ្នឹងចូល
bà phần năm chân còn phênh bò miễn thòm đa bao giờ nữa hào ấy cái chân đi email bao giờ như anh phở phẻ bà này trong nhà message từ can kế trong phở message từ can kế cho compose anh ấy mới tới đôi tu sắp đây bao giờ chẳng đôi tu sắp đây bao giờ chẳng inbox hay miền send send nào nâng dương nhà trên từ kề miền drafts anh nâng cứ dương prieng tục còn vậy thì dương prieng tục tại dương toàn send trên từ rồi sẽ prieng tục send chẳng dương ní inbox bao giờ miền email mùi ní click mơ việt mà này kinh vậy thầm mấy class chọc chọn reply đi can kê vinh bạn đôi tù sạp dương chẳng trong forward mình đọc và chun và to tới can mà nẹ tiết ai và chun và to tới can mà nẹ tiết bạn chẳng sẽ điếng tu sắp message trong tu sắp đây bao giờ chẳng sẽ điếng kia chẳng chắc là lấy nhâm trong new message send tới can kế nhâm vô compose bạn kế dân new message trên màu thu nè kế chứ như thời score username bao kê score email address bao kê email address bao kê kê chứ hồi tiêu mình khoa kê phở bao không hôn nè thế dương vay tà lấy hồi tiêu email address bao kê đừng máu cái hai thằng email address bao kê đừng máu đây ấy cái mình mua tha ấy dẫn thấy at gmail.com đó anh ấy cứ chỉ email address bao quát này bao kê nè này chứ dương còn đây anh ấy cứ chỉ là sai than bao kê chứ dương trong nhà thì cái là sai than mũi ná vay là sai than năng tử vay email address mũi năng tử chứ hồi tiếp nhà thì can nhung nếp nhà mà can nhung cho nên cứ chỉ email address bao nhung sai than bao nhung chứ nhà mà can nhóm subject ấy kế còn đây chùm nón chương á thôi mà ná xa dương nhà mui tới cứ miên chùm nón chương này support mui dương nhà tới miên bật lại ball mui nơi lơ sớm support năng này thà ấy kế bạn chùm nón chương này sớm support năng kẹt tôm về kế mình sớm support source school vô tại ai kế chẳng dương thời thái bạn tụ bây vì miên clum xa support nó không sớm năng này mà đấy nơi lơ sớm nó có thể bật chùm nón chương này cho nên thời thẩm miên subject thời thẩm miên professional email cứ thời thẩm miên subject bao nhiêu anh kì còn là ủa theo greeting xe tới anh ấy dương ai xe dương nè aiรูปភាព នៅក្នុងកុំព្យូទ័ររបស់យើងអាច insert រូបភាពក្នុងកុំព្យូទ័ររបស់យើងបញ្ជូនយកទៅក៏បានបាទហ្នឹងហើយស្តៀងហ្នឹង chat message ហ្នឹង messenger message ហ្នឹងតែនេះវា feature របស់វាច្រើនជាងវាមកហើយវាច្បាស់លាស់ជាងនិយាយទៅលក្ខណៈការងារនេះគេយើង send ទៅកាន់គេប៉ុណ្្នឹងហើយហើយយើង send ទៅគេទៅចង់ low style អីអក្សរ trade អក្សរដិតដូច Microsoft Word នេះស្រីវាទៅហេចុះយើងរៀបចំវាឲ្យស្អាតហើយ send ទៅកាន់គេទៅចុះខ្ញុំចុច send ទៅចឹង message ហ្នឹងទៅកាន់គេចឹងនៅពេលដែល message ខ្ញុំ send ទៅបាត់វាចូលមកកាន់នេះឃើញទេបាន send ចេញទៅគេបានហើយអានេះគេ send មកយើងអានេះយើង send ទៅគេហើយមានធុងសម្រាប់មានអីដែរនេះ trash ចឹងពេលដែលយើងលុប mail របស់យើងវាចូលទៅកាន់ធុង email ដែលយើងទទួលបានហ្នឹងគឺចូលធុងយើងលុបវាទៅចូលធុងសម្រាប់
ហ្នឹងហើយចឹងអាហ្នឹងរបៀប send ទៅកាន់គេប្រើតាម website តែយើងនឹងអត់ប្រើតាមwebsite ទេមេរៀនរបស់យើងនឹងរៀនប្រើតាមរយៈកម្មវិធី Microsoft Outlook ចឹងយើងអត់ចូលមកកាន់ website Gmail ដើម្បីចូលប្រើវាទេរបៀបដូចយើងប្រើទូរស័ព្ទរាល់ដងយើងប្រើ Facebook យើងចូល website Facebook អត់ទេយើង download app វាយកមកប្រើទេបាទហើយយើងបើកទៅតាម app ហ្នឹងដូចគ្នាដែរយើងអត់ចូលទៅតាម website Gmail ទេយើងគ្រាន់តែបើកកម្មវិធី Microsoft Outlook ហើយយើងប្រើ mail របស់យើងតន់បាទហើយវាស្រួលមិននៅពេលដែលយើងអត់មានអ៊ីនធឺណិតក៏យើងចូលទៅមើលអាសារចាស់របស់យើងបានដែរប្រហែលយើងអត់ឃើញសារថ្មីទេណាព្រោះតមានអ៊ីនធឺណិតទើបមានសារថ្មីអញ្ចឹងបើយើងអត់មានអ៊ីនធឺណិតក៏មើលសារចាស់របស់យើងបានអញ្ចឹងចូលកម្មវិធី Microsoft Outlook មកខ្ញុំ search យកហ្មង Outlook នេះបើកចូលវាមកអញ្ចឹងយើងនឹងយក email របស់យើងដាក់បញ្ចូលទៅក្នុង Microsoft Outlook នឹងតើយើងនឹងយក email របស់យើងដាក់ចូលទៅក្នុង Microsoft Outlook អញ្ចឹងចាំស្អែកចាំខ្ញុំបង្ហាញពីរបៀបដាក់ចូលអញ្ចឹងថ្ងៃហ្នឹងយើងគ្រាន់តែបង្កើត email ឲ្យគ្រប់គ្នាទាំងអស់សិនមកចឹងយើងត្រូវចូលទៅកាន់ website Gmail ដើម្បីបង្កើត email ម្នាក់មួយ